ង្គ្រាមព្រំដែនកម្ពុជាថៃគឺស្ថិតនៅក្នុងស្ថានភាពនេះឯងដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដែលផ្អែកថាទឹកដីយើងខ្ញុំខ្លះគឺជាផ្នែកនៃលបែងឆបោកការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះឯងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះសង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាននិងសង្គ្រាមចិត្តសាស្ត្រដែលប្រើប្រាស់ឃោសនាលាបពណ៌ជាលក្ខណៈប្រព័ន្ធសង្គ្រាមនេះកេងចំណេញពីភាពផុយស្រួយផ្ទៃក្នុងប្រទេសដូចជាអក្រិតកម្មឆបោកអនឡាញឬការប្រើប្រាស់ស្តង់ដារ2លើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្របដើម្បីដាក់សម្ពាធពីខាងក្រៅវាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុកនិងធ្វើឲ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិសម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីការធ្វើសង្គ្រាមក្នុងសតវត្សទី21លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ពនៅលើសមរភូមិរូបវ័ន្តទៀតហើយសង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញនិងមានច្រើនសតបនៃវិបត្តិដែលប្រតិកលាគ្នាតែត្រូវបានរចនាឡើងដើម្បីធ្វើឲ្យសង្គមបាត់បង់ស្ថិរភាពមុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការនៅក្នុងគំរូថ្មីនេះការវាយប្រហារជាយុទ្ធសាស្ត្រលែងមានការបែងចែកចំពោះប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយចំនួនទំនើបបានឈានដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃជីវភាពរបស់ប្រជាជនប្រជាពលរដ្ឋសាមញ្ញដោយបំវែទ្រព្យសាធារណៈឲ្យទៅជាសមរភូមិសកម្មយើងឃើញមានការវាយប្រហារដោយដ្រូនទំនើបតម្រង់លើសំណង់ស៊ីវិលរួមមានផ្លូវស្ពានទីសក្ការៈសាសនាសាលារៀនសង្គ្រាមព្រំដែនកម្ពុជាថៃ